system ហ្នឹងគឺវាមានប្រព័ន្ធពីរបងប្រព័ន្ធបេះដូងសរសៃឈាមនិងប្រព័ន្ធ lymphatic បងអញ្ចឹងយើងនឹងលើកយកទាំងពីរប្រព័ន្ធហ្នឹងមកបង្ហាញអញ្ចឹង secondary system ហ្នឹងគឺមានប្រព័ន្ធបេះដូងសរសៃឈាមហើយនិងប្រព័ន្ធ lymphatic នេះហើយខ្ញុំនឹងគូររូបជូនបងប្រព័ន្ធបេះដូងសរសៃឈាមឧទាហរណ៍រូបនេះគឺគំនូរបំព្រួយណាបងអានេះជាបេះដូងយើងមានសរសៃឈាមចេញពីបេះដូងនេះហើយបែកជា capillary សរសៃឈាមចេញពីបេះដូងហើយបែកជា capillary នេះ capillary ដើម្បីនាំឈាមមកចិញ្ចឹមសរីរាង្គផ្សេងៗហ្នឹងបងហើយបាននាំឈាមត្រឡប់មកបេះដូងវិញមកអញ្ចឹងបងឃើញសរសៃឈាមនេះវាចេញពីបេះដូងហើយវាត្រឡប់មកបេះដូងវិញសរសៃឈាមដែលចេញពី left ventricle នេះ left ventricle ខ្ញុំសេ LV បង left ventricle ខ្ញុំសេ LV left ventricle នេះគឺឈាមចេញមកតាម aorta បង aorta ខ្ញុំសេកាត់ AO បង aorta អញ្ចឹងឈាមចេញពី left ventricle នេះចេញតាម aorta នេះហើយបែកជា capillary នេះដើម្បីផ្ដល់សារធាតុចិញ្ចឹមផ្សេងៗទៅឲ្យសរីរាង្គផ្សេងៗបងហើយយកកាកសំណល់ពីសរីរាង្គផ្សេងៗត្រឡប់ចូលមកវ៉ែនវិញបងហើយបានត្រឡប់មកកាន់បេះដូងវិញអញ្ចឹងបងឃើញចេញពី left ventricle ហើយត្រឡប់មកវិញតាម right atrium នេះអញ្ចឹង circulation ហ្នឹងគេហៅថា systemic circulation បង systemic circulation យើងមាន circulation មួយទៀតបងយើងហៅ pulmonary circulation គឺវាឆ្លងកាត់សួននេះសួននេះជាសួនណាបងនេះ pulmonary circulation អញ្ចឹងអូនឃើញហើយចេញពី right ventricle នេះតាមរយៈ pulmonary artery នេះហើយធ្វើដំណើរទៅកាន់សួតបងដើម្បីផ្លាស់ប្ដូរឧស្ម័នដើម្បី exchange ហើយត្រឡប់មកវិញតាម pulmonary vein នេះអាហ្នឹងគេហៅថា pulmonary circulation ណាបងអញ្ចឹងចេញពី right ventricle អានេះ right ventricle or V បង right ventricle ហើយតាមរយៈ pulmonary artery នេះខ្ញុំសេកាត់ PA pulmonary artery បង pulmonary artery នេះហើយបាននាំមកផ្លាស់ប្ដូរនៅនឹងឡាំងនេះហើយបានត្រឡប់មកវិញតាម pulmonary vein នេះចូលមកក្នុង left atrium វិញបងអញ្ចឹងអាហ្នឹងយើងហៅថា pulmonary circulation អញ្ចឹងcardiovascular system cardiovascular system មានពីរ circulation បងគឺមាន systemic circulation ហើយនិង pulmonary circulation អញ្ចឹងអានេះគឺ pulmonary circulation ណាបង pulmonary system ក៏បាន circulation ក៏បានដែរបង pulmonary circulation រីឯក្រោមនេះគឺ systemic circulation អញ្ចឹង cardiovascular system មានពីរ circulation ហ្នឹងបងគឺ pulmonary circulation ហើយនិង systemic circulation ខ្ញុំបញ្ជាក់ម្ដងទៀត pulmonary circulation គឺចេញពី right ventricle នេះគឺសរសៃឈាមយើងគឺ pulmonary artery នេះចេញពី right ventricle ហើយនាំឈាមមកផ្លាស់ប្ដូរនៅសួននេះហើយបានត្រឡប់មកវិញតាម pulmonary vein ចូលមក left atrium វិញអញ្ចឹងបងប៉ុណ្ណឹងយើងហៅថា pulmonary circulation រីឯ systemic circulation គឺចេញពី left ventricle នេះតាមរយៈសរសៃឈាម aorta នេះហើយបែកជា capillary នាំឈាមមកចែកចាយសរីរាង្គផ្សេងៗហើយត្រឡប់មកវិញនេះតាមរយៈ vein ហើយបានចូលមកក្នុង right atrium វិញអញ្ចឹងប៉ុណ្ណឹងយើងហៅថា systemic circulation អញ្ចឹង cardiovascular system មាន circulation ពីរហ្នឹងបង
មួយទៀតបងអូន lymphatic system lymphatic system គឺកន្លែងណាខ្ញុំនឹងគូជូន lymphatic system គឺវានាំទឹកពីតំបន់ interstitium នេះបងអូននេះហើយវាហត់សបមួយវ៉ែននេះបងអូនហត់សបមួយវ៉ែនហើយវាចូលមកវ៉ែនសិនបងអូនមុនចូលបេះដូងហើយមានតែមួយ direction នេះបងអូនមានតែមួយទិសទេគឺទិសហត់សបមួយវ៉ែនគឺនាំទឹកពីតំបន់ interstitium នេះហើយកន្លែងនេះបងកន្លែង capillary ជាមួយនឹងកោសិកានេះខ្ញុំបរិជូនគឺកន្លែងនេះ capillary ចេះបងអូន capillary នេះចឹងកន្លែងហ្នឹងមានការផ្លាស់ប្ដូរបងអូនមានការដោះដូរគ្នាដោះដូររវាងកោសិកានិង capillary នេះអញ្ចឹងកន្លែងនេះគឺ cell បងអូននេះ cell នេះ capillary អញ្ចឹងកន្លែងហ្នឹងមាន exchange ណាអញ្ចឹងបងអូនឃើញនៅចន្លោះ cell ហើយនិង capillary នេះគឺមានតំបន់យើងហៅថា interstitium បងអូន interstitium ណា interstitium នេះអញ្ចឹងបងអូនឃើញ interstitium នេះគឺមាន fluid đó បងអូនអញ្ចឹងអា lymphatic នេះវា drainage ទឹកចេញពីតំបន់ interstitium នេះឯងបងអូនណាហើយរត់ស្របមួយវ៉ែនហើយបានចាក់ចូលក្នុងវ៉ែនសិនមុនចូលបេះដូងអញ្ចឹងអាហ្នឹងយើងហៅថា lymphatic system បងប្អូនហើយទឹកដែលរត់នៅក្នុង lymphatic vessel ហ្នឹងយើងឲ្យឈ្មោះថា lymph បងប្អូន lymph ទឹក lymph ហ្នឹងវាខុសពីឈាមបងប្អូនហើយម្សិលមិញយើងបានរៀនពីឈាមហើយបងប្អូនណាអញ្ចឹងបងប្អូនឃើញអានេះវារត់ស្របមួយគ្នាជាមួយនឹងវ៉ែនណាបងប្អូន lymph នេះវារត់ស្របមួយ blood នេះ blood នៅក្នុងវ៉ែនណាបងប្អូនអញ្ចឹងទឹក lymph ហើយនឹង blood ខុសគ្នាបងប្អូនអត់ដូចគ្នាទេបងឃើញខ្ញុំ review ខ្លីៗឈាម blood ជា connective tissue ដែរបងប្អូនគឺមាន cell បូកនឹង plasma បងប្អូននេះ cell មាន red blood cell មាន white blood cell មាន platelet ចឹងណាបងប្អូនរីឯ lymph វិញភាគច្រើនគឺវាមានអត់មានក្របឈាមសអីច្រើនទេបងប្អូន lymph ទឹក lymph ហ្នឹងមាន lymphocyte តិចតួចទេ2 3ប៉ុណ្ណឹងឯងណាហើយទឹកមានប្រូតេអ៊ីនខ្លះហើយជាតិ plasma ហ្នឹងវាដូច plasma ច្រើនប៉ុន្តែវាមាន component អត់ដូច plasma ឯង plasma វាមានកតាឈាមកកមានអីចឹងបងប៉ុន្តែនៅក្នុង lymph អត់មានកតាឈាមកកអីអញ្ចឹងបើខ្ញុំរៀបរាប់ទៅ lymph គឺមានទឹកមានអ៊ីយ៉ុងមួយចំនួនមានប្រូតេអ៊ីនខ្លះណាគឺអត់មានកតាឈាមកកទេហើយអត់មានកោសិកាច្រើនដូចគ្រាប់ឈាមទេបងគ្រាប់ឈាមមានគ្រាប់ឈាមសគ្រាប់ឈាមក្រហម platelet រីឯ lymph មានតែគ្រាប់ឈាមស lymphocyte ខ្លះហើយបងអត់មាន red blood cell អត់មាន platelet អត់មានគ្រាប់ឈាមដទៃទៀតទេណាអញ្ចឹងទឹកហ្នឹងគឺទឹកខូពី interstitial បងប្អូននេះ interstitial នេះអញ្ចឹងហ្នឹងគឺជា circulation នៅក្នុងខ្លួនយើងអញ្ចឹងបើនិយាយអំពី circulatory system ហ្នឹងគឺមាន cardiovascular system ហើយនិង lymphatic system ហ្នឹងឯងបងlymphatic system ហ្នឹងឯងអញ្ចឹងទី1គឺ cardiovascular system ទី2គឺ lymphatic system នេះហ្នឹងយើងហៅថា circulatory system បងប្អូនប្រព័ន្ធចរាចរណ៍នៅក្នុងខ្លួនយើងគឺមាន2នឹងឯងគឺមាន cardiovascular system លេខ1បងប្អូនសុំទោសមិនមែនលេខ2គឺលេខ1ណា cardiovascular system ហើយនិង lymphatic system
អញ្ចឹងបងប្អូនមើល cardiovascular system វាមានបេះដូងហើយបេះដូងគឺជាផាំណាបងប្អូនដែលរុញឈាមចេញហើយនឹងហៅឈាមត្រឡប់មកវិញនេះជាផាំដែល blood ហ្នឹងហូតតាម circulation 2គឺ pulmonary circulation នេះហើយនឹង systemic circulation យើងហៅ circuit ក៏បាន circulation ក៏បានដូចគ្នាណាបងប្អូនអញ្ចឹងបេះដូងហើយនឹងសរសៃឈាមបង្កើតជា cardiovascular system ហ្នឹងឯងបងប្អូនហើយបានយើងនិយាយពីសរសៃឈាមនេះណាអញ្ចឹង cardiovascular system មាន circulation 2 pulmonary systemic ហើយមានពាក្យថាបេះដូងហើយនឹងសរសៃឈាមហើយបេះដូងគឺជាផាំជាម៉ាស៊ីនដែលរុញឈាមបងប្អូនឆ្លងកាត់ pulmonary circulation និង systemic circulation ហើយសរសៃឈាមគឺមាន artery មាន vein មាន capillary នេះអូខេ artery aorta ហ្នឹង capillary ហើយ vein អញ្ចឹងយើងនិយាយពីប្រព័ន្ធសរសៃឈាមបងនេះ artery ពណ៌ក្រហមនេះហើយអាខាងពណ៌ផ្ទៃមេឃនេះ vein ណាបងអញ្ចឹងក្នុងទាំង artery ទាំង vein យើងត្រូវស្គាល់មាន3 caliber បង3ទំហំគឺមាន large artery large vein អញ្ចឹងហើយមាន medium artery medium vein អញ្ចឹងហើយមាន small artery small vein អញ្ចឹងហើយចំពោះ large artery យើងប្រើពាក្យ elastic artery ក៏បានដែរណាបងចំពោះ medium artery យើងប្រើពាក្យ muscular artery ក៏បានដែរបងនេះអញ្ចឹងចំពោះ artery និង vein យើងចែកចេញជា3ទំហំបងប្អូន artery ហើយនឹង vein អញ្ចឹងខាងនេះ vein ខាងនេះ artery ខ្ញុំសេ V vein អញ្ចឹងណា A artery អញ្ចឹងទៅហើយ3ទំហំហ្នឹងមាន large vein large artery អញ្ចឹងណាបងlarge artery នេះ large artery យើងហៅម្យ៉ាងទៀត elastic artery អញ្ចឹងណាបងដល់មក medium vein ណា medium vein medium arteryដល់មក small vein ដល់មក small artery អញ្ចឹងណាបងហើយ capillary បងនៅចន្លោះហ្នឹងអញ្ចឹងនេះទំហំវាណាបង large vein large artery medium vein medium artery small vein small artery ហើយនឹង capillary នៅចន្លោះហ្នឹងចំពោះ large artery យើងប្រើពាក្យម្យ៉ាងទៀតថា elastic artery ក៏បានដែរបងអានេះ elastic artery អានេះ muscular artery នេះអញ្ចឹងនឹងគឺជាពាក្យខ្លះដែលយើងត្រូវដឹងណាបងហើយទាំង artery ទាំង vein large medium small ហ្នឹងត្រូវមាន3ទំហំបង3ស្ទាប់វាណាបងគឺទំហំទាំង3ហ្នឹងគឺមាន intima មាន media មាន adventitia បងមាន adventitia ណាអញ្ចឹងក្នុង wall របស់វាហ្នឹងគឺកម្រាស់របស់វាហ្នឹងគឺមានប៉ុណ្ណឹងបងគឺមាន intima មាន media មាន adventitia បងអាហ្នឹងចំពោះ wall artery vein ទាំង large ទាំង medium ទាំង small បងទាំង vein ទាំង artery អញ្ចឹងនេះគឺការបង្ហាញពីសរសៃឈាមដែលមាន vein មាន artery មាន capillary មាន large មាន medium មាន small
ហើយ wall របស់វាគឺមាន3ស្រទាប់គឺ intima media adventitia ណាឥឡូវយើងមើលបន្តិចបងប្អូនយើងមើល artery នេះ large artery យើងហៅ elastic artery ចំពោះស្រទាប់ទាំង3វានេះបងប្អូនគឺយើងមាន intima media adventitia នេះអញ្ចឹង3ស្រទាប់ហ្នឹងបងឃើញហើយទាំង3ស្រទាប់ហ្នឹង intima នេះអាក្នុងនេះបង intima នេះបន្ទាប់មក media បន្ទាប់មក adventitia អញ្ចឹង intima វាក្រៅដោយ endothelium បងហើយបងស្គាល់ពីអី endothelium ជា simple squamous epithelium បងឈរលើ basal lamina ក្រោមវាមាន connective tissue បន្តិចណាបងអញ្ចឹងអាហ្នឹង stop intima ហើយបន្ទាប់មក stop media នេះ stop media នេះគឺយើងប្រើពាក្យ elastic artery បងឡាតហ្នឹងអញ្ចឹងក្រៅអំពី connective tissue ដែលជាធាតុផ្សំរបស់សរសៃឈាមគឺវាសម្បូរដោយ elastic fiber បងហើយនៅក្នុង stop media ហ្នឹងមាន smooth muscle cell បងសម្បូរដោយ smooth muscle cell connective tissue ហើយ dominant elastic fiber ឯ adventitia វិញជា CT បងជា connective tissue ហើយបងត្រូវដឹង stop media នេះខណ្ឌចេញពី stop intima ដោយ internal elastic lamina បងហើយ stop media នេះខណ្ឌចេញពី stop adventitia ដោយ external elastic lamina នៅក្នុង stop adventitia នេះចំពោះ large artery large vein វាក្រហប់បងអញ្ចឹងវាត្រូវមាន capillary ទូចយើងហៅ vasa vasorium បងអា capillary ទូច vasa vasorium នឹងឯងនាំឈាមមកចិញ្ចឹម wall របស់ artery ឬក៏ wall របស់ large vein large artery នឹងឯងណាអញ្ចឹងអាហ្នឹងយើងនិយាយអំពី3ស្រទាប់នៃ large vein large artery បន្ទាប់មក medium artery medium vein នេះគឺមាន3ស្រទាប់ដែរ intima media adventitia intima ក្រៅដោយ endothelium ដូចគ្នាបងឈរលើ basal lamina ហើយក្រោមនេះ connective tissue បន្តិចទៅហើយបានស្រទាប់ media បងឃើញចំពោះ artery ស្រទាប់ media នេះ medium នេះគេហៅថា muscular artery គឺអា stop media វាសម្បូរដោយ smooth muscle cell បងណាហើយស្រទាប់ adventitia វាក៏ជា connective tissue ដូចគ្នាដែរបងហើយបងត្រូវដឹងថាស្រទាប់ media ខណ្ឌចេញពីស្រទាប់ intima ដោយសារ internal elastic lamina ដែរហើយវាខណ្ឌចេញពី adventitia media ណាបង medium នោះគឺstop media នេះខណ្ឌចេញ stop adventitia ដោយ external elastic lamina ដែរបងណាចំពោះ small artery small vein យើងនិយាយ small artery មុនបង small artery មាន3ស្រទាប់ដែរ intima media adventitia ណាប៉ុន្តែវាស្ដើងជាងអាស្រទាប់ medium ឬក៏ស្រទាប់ large ទេបងចំពោះ vein small vein វិញយើងហៅ vein nil បង small vein ឬក៏ vein nil ហ្នឹងវាដូច capillary វិញព្រោះ wall វាស្ដើងណាបងអញ្ចឹងស្រទាប់ intima ហើយអា stop media របស់វាធម្មតាវាសម្បូរដោយ smooth muscle cell បងប៉ុន្តែចំពោះ vein nil vein small vein ហ្នឹងគឺវាលែងមាន smooth muscle cell ហើយវាព័ទ្ធជុំវិញដោយ pericyte ទេបងនេះអាពណ៌ផ្ទៃមេឃនេះគឺ vein nil បងនេះអញ្ចឹងវាព័ទ្ធជុំវិញដោយ pericyte នេះគឺ smooth muscle cell រលប់ទៅគឺវាព័ទ្ធជុំវិញដោយ pericyte វិញអញ្ចឹង pericyte នេះមុខងារវាដូច smooth muscle cell អញ្ចឹងបងរីឯ capillary វាស្ដើងណាបងអញ្ចឹងស្រទាប់ intima បន្ទាប់មកអា stop media សិតតែ pericyte សុទ្ធដែរបងនេះអញ្ចឹង pericyte គឺកោសិកានោះវាស្តៀង smooth muscle cell ដែរបងគឺវានៅជុំវិញ capillary ហើយនឹងជុំវិញ vein nil នឹងឯងអញ្ចឹងកន្លែង capillary នេះយើងប្រើពាក្យ microcirculatory bed ណាបងគឺកន្លែងសរសៃឈាមទូចសម្រាប់ផ្លាស់ប្ដូរនេះ exchange នេះអញ្ចឹង vein nil ក៏អញ្ចឹងដែរបងគឺវាស្ដើងដែរអញ្ចឹងនេះគឺការបង្ហាញពីស្រទាប់ wall របស់សរសៃឈាមយើងដែលមាន artery មាន vein មាន capillary ហើយមាន3 galip គឺ large artery large vein medium artery medium vein small artery small vein ហើយ capillary ហើយទាំង
3 clip ហ្នឹងគឺមាន wall របស់វា intima media adventitia ហើយស្ទាប់ intima កើតឡើងពីអី media កើតឡើងពីអី adventitia កើតពីអីខ្ញុំបានបញ្យល់ខ្លះៗមកហើយបងឥឡូវយើងមើលគេរៀបរាប់អញ្ចឹងបងមើល structure នៃ blood vessel របស់យើងបងនេះគឺមាន intima មាន media មាន adventitia ក្នុង wall របស់វាជារួម intima ខណ្ឌចេញពីស្រទាប់ media ដោយ internal elastic lamina media នេះខណ្ឌចេញពី adventitia ដោយ external elastic lamina យេបើខ្ញុំគូជូនចេះបងនេះជាស្រទាប់ basal lamina របស់ intima ហ្នឹងហើយនេះគឺជា endothelial cell បង endothelial cell នេះវាមាន nucleus របស់វានេះហើយក្រោមវានេះគឺ connective tissue បង CT នេះ basal lamina នេះ endothelium អញ្ចឹងហ្នឹងគឺជាស្រទាប់របស់ intima នេះបងហើយបន្ទាប់មកទៀតវាមាន internal elastic lamina នេះinternal elastic lamina បងហើយបន្ទាប់មកស្រទាប់ media នេះហើយនេះ external elastic lamina ហើយនេះបានស្រទាប់ adventitia នេះជា CT ដែរបង adventitia ហ្នឹងឥឡូវយើងនិយាយពី stop media នេះគឺវាមាន smooth muscle cell បងវាមានកោសិកាជា smooth muscle cell នេះនេះ smooth muscle cell បងហើយវាលាយជាមួយនឹង connective tissue ទៅ connective tissue នោះមាន collagen មាន reticular fiber អញ្ចឹងណាបងហើយមាន elastic ដែរបងនេះអញ្ចឹងអា internal elastic lamina នេះជាព្រំដែនខណ្ឌស្រទាប់ intima នេះចេញពីស្រទាប់ media នេះរីឯ external elastic lamina នេះខណ្ឌស្រទាប់ media នេះចេញពីស្រទាប់ adventitia នេះនៅក្នុងស្រទាប់ adventitia នេះក្រៅពី connective tissue វាមានសរសៃឈាមបងវាមាន capillary យើងហៅថា vasa vasorium បងមាន nerve នេះអញ្ចឹងទាំង capillary ទាំង nerve នេះគឺវាបញ្ជានេះ nerve បញ្ជាលើ smooth muscle cell ហើយ capillary នេះយើងហៅថា vasa vasorium នេះគឺនាំឈាមមកចិញ្ចឹមអាស្រទាប់ណាដែលនៅឆ្ងាយពី lumen ណាបងអញ្ចឹងអានេះគឺ capillary ខ្ញុំសរសេរកាត់តា VH ទេបង capillary ហើយអានេះ nerve N នេះចឹង connective tissue នៅក្នុង adventitia មាន vessel មាន capillary មាន nerve capillary ហ្នឹងគេហៅថា vasa vasorium បងចំពោះ large artery large vein ណាបង vasa vasorium capillary ហ្នឹងគេឲ្យឈ្មោះថា vasa vasorium បងចឹងវាជារចនាសម្ព័ន្ធទូទៅណាបងចឹង blood vessel យើងមាន intima មាន media មាន adventitia ហើយធាតុផ្សំរបស់វារបៀបហ្នឹងចឹងនេះគឺយើងបង្ហាញហ្នឹងបងចឹងបងឃើញនេះ stop intima នេះនេះ intima ក្រៅដោយ endothelium បងនេះអាកោសិកានេះមួយនេះគឺ endothelium បងស្គាល់ endothelium ជា simple squamous epithelium ហ្មងបងនេះហើយចូលលើ basal lamina នេះហើយក្រោមវា connective tissue បងនេះអញ្ចឹងប៉ុណ្ណឹងយើងហៅថា intima បងហើយ intima ខណ្ឌចេញពីស្រទាប់ media នេះដោយ internal elastic lamina នេះបងនេះខ្ញុំចូលនេះ internal elastic lamina នេះហើយស្រទាប់ media សម្បូរដោយ smooth muscle cell បងនេះ smooth muscle cell ហើយមាន connective tissue ដទៃទៀតមាន reticular fiber មាន
collagen fiber មាន elastic fiber ដែរណាហើយបន្តមកបាន stop media ខាន់ចេញពី stop adventitia នេះអាលឿងនេះ adventitia បងហើយអានេះគឺ external elastic lamina ហ្នឹងឯងរីឯ stop adventitia នេះសម្បូរដោយ CT បង connective tissue ដែលមាន nerve មាន capillary អញ្ចឹងណាអញ្ចឹងនឹងគឺជា3ស្រទាប់របស់សរសៃឈាមយើងឯងបងអញ្ចឹងយើងនិយាយពីស្រទាប់ intima ណា intima គឺកើតឡើងពីមួយស្រទាប់នៃ endothelial cell នេះបងគេនេះឈរលើ basal lamina ក្រោមវានេះគឺ connective tissue នេះ sub endothelium layer នេះគឺ connective tissue បន្តមកបានស្រទាប់ media នេះស្រទាប់ media ខណ្ឌចេញពីស្រទាប់ intima ដោយ internal elastic lamina ហើយស្រទាប់ media ខណ្ឌចេញពីស្រទាប់ adventitia ដោយ external elastic lamina នេះឯងឥឡូវយើងនិយាយពីស្រទាប់ media នេះបងគឺកើតឡើងពីស្រទាប់ smooth muscle cell នេះបងនេះ smooth muscle cell អញ្ចឹងយើងសេមក SMC បងC នេះមាន elastic fiber ខ្លះមាន collagen បងឃើញទេមាន ground substance proteoglycan ចំពោះ capillary ហើយនឹង vinyl ដែលក្រោយ capillary ហ្នឹងគឺស្រទាប់ media នេះវាអត់មានទេបងអូនហើយវាត្រូវជំនួសមកវិញដោយ pericyte ពួក pericyte នៅក្នុង vinyl និង capillary ហ្នឹងគឺវាដើរតួជា smooth muscle cell ហ្នឹងឯងបងអញ្ចឹង smooth muscle cell លែងមាននៅក្នុង stop media ហើយជំនួសវិញដោយ pericyte ចំពោះ tunica adventitia ជា connective tissue បងឃើញនេះជា fibroblast ជា collagen type 1ណាហើយមាន elastic fiber ណាហើយចំពោះ large vessel ដូចជា large artery large vein medium artery medium vein ហ្នឹងគឺមាន vasa vasarium នេះឯងនេះជា capillary ដែលសម្រាប់នាំឈាមមកចិញ្ចឹមអា wall របស់សរសៃឈាមដែលធំហ្នឹងបងអញ្ចឹងចំពោះ artery យើងចែកចេញជា large artery យើងហៅ elastic artery បងយើងហៅយ៉ាងទៀត conducting ក៏បានដែរបង conducting ចំពោះ medium យើងហៅថា muscular ក៏បានដែរបងឬក៏យើងហៅ distributing ក៏បានដែរបងចំពោះ small artery យើងហៅ arterioline ក៏បានដែរណាបងនេះអញ្ចឹងនេះគឺជា3 calibre របស់ artery បងគឺមាន large elastic ឬក៏ conducting medium muscular ឬក៏ distributing ហើយនឹង small artery យើងហៅ arterioline បងអញ្ចឹងនេះជា large artery បងឥឡូវខ្ញុំសុំលុបអ្វីដែលខ្ញុំសរសេរសិនហើយបានជាម្ដងទៀតអញ្ចឹងបងមើលនេះស្រទាប់ចំពោះ large artery ហ្នឹងឬក៏យើងហៅថា elastic artery ឬក៏យើងហៅថា conducting artery ហ្នឹងនេះជាស្រទាប់ intima បង tunica intima នេះជាស្រទាប់ media បងនេះហើយនេះស្រទាប់ adventitia នេះអញ្ចឹងចំពោះស្រទាប់ intima កើតឡើងពី endothelium ជា simple squamous epithelium នេះឯងបងឈរលើ basal lamina នេះហើយក្រោមវាគឺជា sub endothelium ដែលជា connective tissue ណាបងហើយវាមាន internal elastic lamina នេះអាពណ៌លឿងនេះណាបងខណ្ឌស្រទាប់ intima ចេញពីស្រទាប់ media នេះស្រទាប់ media នេះសម្បូរដោយ smooth muscle cell connective tissue ហើយមាន elastic fiber នេះបងដើម្បីឲ្យវាយឺតទៅហើយវាខណ្ឌចេញពីស្រទាប់ adventitia ដោយ external elastic lamina នេះអញ្ចឹងស្រទាប់ media គឺមាន smooth muscle cell មាន connective tissue ដែលមាន elastic fiber មាន collagen fiber មាន ground substance បងរីឯស្រទាប់ adventitia គឺមាន connective tissue ណាមាន nerve បងឃើញ nerve មាន capillary ហើយ nerve ហ្នឹងមានទាំងពួក myelinated nerve ហើយនឹង unmyelinated nerve នេះបងនេះ unmyelinated ហើយនឹង myelinated ខុសគ្នាត្រង់ថាអា myelinated នេះគឺជាដូចខ្សែភ្លើងយើងបងខ្សែភ្លើងយើងមានសម្បកមានស្រោមព័ទ្ធជុំវិញហ្នឹងអាជាតិ myelin ជាជាតិ lipid ដែរបងវាស្រោបនៅហ្នឹងដើម្បីកុំឲ្យចរន្តអគ្គិសនីហត់ចុះហត់ឡើងហត់ឆ្លងបាននិយាយសួរស្ដាប់បង
ដល់អានអេធីននេះអត់មានលីពីតព័ទ្ធជុំវិញទេអាសូនហ្នឹងបងដល់ capillary នេះ blood vessel នេះគឺ capillary ហ្នឹងហើយបងហើយ connective tissue cell ផ្សេងៗរបស់ connective tissue មាន fibroblast មាន macrophage ជាដើមបងចឹងនេះជា large artery បងឬក៏យើងហៅថា elastic artery ឬក៏យើងហៅថា conducting artery បងអញ្ចឹងនេះជា elastic fiber នៅក្នុងស្រទាប់ media បងនេះហើយនេះជា connective tissue នៅក្នុងស្រទាប់ adventitia បងឥឡូវយើងនិយាយពី muscular បង muscular artery ឬក៏ medium artery ឬក៏ distributing artery វាកើតឡើងពី intima របស់វានេះកើតឡើងពី endothelium ដែរបងនេះឈរលើ basal lamina ក្រោមវា connective tissue បន្តិចទៅហើយអា internal elastic lamina ពណ៌លឿងនេះច្បាស់ហ្មងបងញែកស្រទាប់ media នេះស្រទាប់ media ចេញពីស្រទាប់ intima នេះចឹង internal elastic lamina លេងឡើងច្បាស់រីឯស្រទាប់ media វានេះគឺសម្បូរដោយ smooth muscle cells connective tissue ទៀតហើយបងនេះ tissue ហើយ elastic fiber ក៏មានដូចគ្នាដែរណាប៉ុន្តែมันសម្បូរដូចជា large artery ទេបន្ទាប់មកវាខាន់អា stop media នេះខាន់ចេញពី stop adventitia នេះដោយ external elastic lamina នេះរីឯ adventitia ជា CT ទៀតដែរបងប្អូនគឺមាន blood capillary មាន myelinated nerve ហើយនិង unrelated nerve ណាហើយមានបាច់របស់ collagen fibroblast អីជាដើមហ្នឹងណាអញ្ចឹងហ្នឹងគឺជា muscular artery យ៉ាង medium artery ឬក៏ distributing artery បងនេះគឺការបង្ហាញហ្នឹងណាអញ្ចឹងបងឃើញស្រទាប់ខាងលើនេះគឺ intima បងដែលខណ្ឌចេញពីស្រទាប់ media នេះដោយ internal elastic lamina នេះហើយនេះស្រទាប់ media បងខណ្ឌចេញពីស្រទាប់ adventitia ដោយ external elastic lamina នេះអញ្ចឹងបងមើលចំពោះរូបនេះវិញគឺវ៉ែនវិញបងឡានវ៉ែនវិញព្រោះឈាមបងឃើញវារត់ទៅបេះដូងវិញវាខុសពីកាពីឈាមដែលចេញពី artery គឺវាចេញពីបេះដូងបងឃើញព្រួយវាចេញមកអានេះ medium artery ហើយនេះ large artery បងនេះគេវាចេញពីបេះដូងអញ្ចឹង large artery បន្ទាប់មក medium artery យើងនិយាយពីវ៉ែនម្ដងបងនេះឈាមត្រឡប់ទៅកាន់បេះដូងវិញហើយនេះ large vein ណាបងអញ្ចឹង large vein មាន3ស្រទាប់ដូចគ្នា intima media adventitia ប៉ុន្តែបងមើលសង្កេតមើលបន្តិចចំពោះស្រទាប់ vein បង vein វាស្ដើងជាង artery ទេបងអញ្ចឹងធ្វើឲ្យ lumen របស់វាកាលិ lumen ប្រហោង lumen របស់វាធំជាង artery ទេបងប៉ុន្តែ wall របស់វាស្ដើងជាង artery ទេណាអញ្ចឹងបងឃើញ intima ឈរលើ basal lamina នេះ endothelium ឈរលើ basal lamina ហើយក្រោមវានេះគឺ connective tissue ទៀតហើយបងឃើញរីឯ stop media របស់វានេះមាន smooth muscle cell មាន connective tissue អញ្ចឹងដូចគ្នាអញ្ចឹងប៉ុន្តែកម្រាស់របស់ media របស់វានេះបើប្រៀបធៀបជាមួយ adventitia បងឃើញនេះគឺវាស្ដើងជាងនេះបងវាស្ដើងជាងនេះអញ្ចឹងចំពោះ vein adventitia ក្រាស់ជាង stop media បងតែចំពោះ artery វិញគឺ stop media នេះក្រាស់ជាង adventitia ណាហើយ adventitia connective tissue ដូចគ្នាណាបងមាន myelinated និង unmyelinated nerve ដូចគ្នានេះជាកោសិកានៅក្នុង connective tissue មាន fibroblast macrophage ជាដើមបងនេះអញ្ចឹងហ្នឹងគឺជា3ស្រទាប់របស់ large vein ណាបងហើយបងត្រូវដឹងថា large vein គេអត់ប្រើពាក្យ elastic vein ទេបងចំពោះ large artery គេប្រើពាក្យ elastic artery ដោយវាសម្បូរ elastic fiber artery បងតែ vein វាអត់សូវសម្បូរ elastic fiber ទេអញ្ចឹងហ្នឹងគឺជា large vein ណាបងនេះអញ្ចឹងបងមើលស្រទាប់ endothelium ឈរលើ basal lamina នេះក្រោមវានេះគឺ connective tissue តិចហើយស្រទាប់ media នេះ smooth muscle អីបងឃើញនៅក្នុង adventitia វាមាន smooth muscle ទៅដល់បងចំពោះ vein នេះអញ្ចឹងយើងមាន large vein អានេះ medium vein ណាបងនេះ medium vein ដែរណាអញ្ចឹងយើងប្រៀបធៀបមើលបងអូនមើលរូបនេះអាណា artery អាណា vein បងខ្ញុំបញ្ជាក់ឲ្យថា artery wall របស់វា wall របស់ artery បងវាក្រាស់បងនេះអញ្ចឹងអាខាងឆ្វេងដៃយើងនេះឯងបងជា artery
ri a khang slam đai dương chiều bài nó ổn chẳng khang đấy chiều ế artery ri khang đấy chiều bài ổn mới stop ở phía ní entima rồi kia nó còn lại vì ní mà đó ní entima ní entima mà thế ổn cái lại nhỉ vì ní mà đó ní entima nè entima chẳng stop entima ní stop mà stop media ní ní anh ấy stop media đấy anh ấy stop adventitia ní adventitia chẳng bọn khơi chụp bộ bán cứ adventitia này việc ra chiên á bọn việc ra chiên stop media ní ri ai artery với cứ stop media này việc ra chiên stop adventitia với hay bọn khơi artery cầm ra học vô viết ra chiên vải bàn tay lui mình bia bánh bồn lui mình là bỏ vài với dễ bị lui mình với lui mình và háo cả lịp nắng bồn rồi bỏ vái thông chiên rồi bỏ artery với nhá bồn đấy chẳng bồn khơi vái đời xa tại vô bỏ bia mình xây ra đôi artery thưa ai lui mình bỏ bia nó thông hay bia ăn mù lấy bồn bia ăn mù lấy bia chở bia tập về anh nè ri ai lui mình là bỏ artery với cứ bia round bia mù chứ không ní đó lui mình là bỏ artery túi mù lui mình là bỏ vái thông mình đã ăn mù lấy bia tập về anh với nhá bồn chẳng đi chỉ cả bị tiếp rồi viên artery nâng bài chẳng bọn với khả nếp bọn này rụp ní cứ artery khả nếp bọn rụp ní cứ artery khả nếp ri ai vài với bọn khả nếp vài nhưng mà chỉ là artery lui mình là bỏ vía mũ bỏ bỏ vía kra ri ai lui mình là bỏ vài với vì ăn mù tế về tập về con thấy bên tôn là lệ lạ nắng hay bo biết đang chiên artery những việc tiếp á dân artery bo biết ra chiên vài đấy lui mình là bo artery mũ hay tụt đò vài với cầm ra biết đang chiên artery tái lui mình là bo vía thống hay ăn mù lên cứ việc tập về về tôn là lệ lạ đó lấy dương gì bị capillary ổn mà đó capillary ổn khơi thằng đấy cứ artery ổn ai cái lại bay môn năng chỉ bay tới chia capillary đi cứ small artery đi còn như arterial đấy bọn thấy cứ bay chỉ capillary nè ai đi sẽ tham theo capillary ổn capillary dương khơi như việc chia bẩn đa nhé ổn như capillary bed cái lại là biết ai chén hay bọn khơi môn năng bay chỉ capillary ní cứ miền arterial là bay ní vì chỉ capillary ấy hay miền bị tha pre-capillary sphincter này pre-capillary sphincter ní cứ smooth muscle cell đó bọn sphincter nó cứ chỉ smooth muscle cell smooth sphincter nó cứ vừa bị âm xí bọn smooth muscle cellมีสำหรับเธอไอ้โอ๊ตสมมติมาเซสเป็นอะไรเลี้ยเธอเอาชิมนี่จอมาขนมอากับไปนี่เฉินโอนวันนั้นเป็นอะไรชิมไว้เธอเอาชิมจอมาขนมกับไปบันนี้แหละจอเหมือนโอนยังปรีกับไปสวิงเธอนี่ช่วยเสร็จโอนบ่เบี้ยเลี้ยแบบบ้าเธอเอาชิมจอมากับไปการละวันนั้นบ่เบี้ยกระแทกไว้เธอเอาชิมโฮจอมากับไปแหละจอให้โอนเคยต่อมาtrên bị capillary máu bắt đầu lại vài mil là ok tiền capillary tiền vài mil stop media vào vía lên nên smooth muscle cell đấy ổn hãy biết thời chuyển đổi đôi pedicide ổn chuyển đổi đôi pedicide chân ổn cái capillary tu tới miền
មុននឹងដល់កាប់រីគឺមាន pre កាប់រី sphincter ហ្នឹងឯងមួយទៀតយើងឃើញតំណែងរវាងអាតេរីនិងវ៉ែននេះគឺវាអត់តាក់ទងដោយកាប់រីវាតាក់ទង direct ហ្មងបងអាហ្នឹងយើងហៅថា arterio vener anastomosis គឺជាការតាក់ទងគ្នារវាងអាតេរីហើយនិងវ៉ែនណា direct ហ្មងអត់តាក់ទងកាប់រីទេបងយើងមានកាប់រីមួយទៀតបងនេះនៅក្នុង kidney យើងនៅក្នុងតម្រងនោមយើងមាន glomerular capillary នេះបងglomerular capillary សម្រាប់ច្រោះឲ្យបងសម្រាប់ច្រោះចេញជាទឹកនោមហ្មងអញ្ចឹងនៅក្នុង kidney មានកាប់រី2ដងបងមាន glomerular capillary ច្រោះហើយ filtration បងអានឹងសម្រាប់ច្រោះ filtration សម្រាប់ច្រោះបង filtration នេះសម្រាប់ច្រោះអញ្ចឹងបងឃើញអា capillary សម្រាប់ filtration នេះវាច្រោះមកបញ្ចេញជាទឹកដូរមកបងប៉ុន្តែមានកាប់រីមួយទៀតសម្រាប់ផ្លាស់ប្ដូរដូចកាប់រីទូទៅដែរនេះកាប់រីបន្តមកនេះអញ្ចឹងនៅក្នុង kidney យើងនៅក្នុងតម្រងនោមយើងអានេះ kidney បង kidney យើងតម្រងនោមយើងហ្នឹង kidney នៅក្នុង kidney យើងហ្នឹងបងឃើញទេមានកាប់រី2ដងបងកាប់រីមួយគេហៅ glomerular capillary សម្រាប់ច្រោះហើយកាប់រីមួយទៀតសម្រាប់ exchange ដូចកាប់រីទូទៅដែរសម្រាប់ផ្លាស់ប្ដូរបង exchange កាប់រីនេះសម្រាប់ exchange អញ្ចឹងនៅក្នុង kidney មានកាប់រី2ដងកាប់រីសម្រាប់ច្រោះហើយនិងកាប់រីសម្រាប់ផ្លាស់ប្ដូរបងអញ្ចឹងយើងលើកពី arteriole បង arteriole ក៏មាន3ស្រទាប់ដូច large artery medium artery ដែរគ្រាន់វាស្ដើងជាងបងវាជិតបែកជា capillary ហើយនោះនេះជា arteriole បងដែលមានស្រទាប់ intima media adventitia ដូចគ្នាអញ្ចឹងបងហើយបងឃើញយើងប្រើពាក្យ meta arteriole ក្រោយពី arteriole ហ្នឹងប៉ុស arteriole ហ្នឹងយើងហៅ meta arteriole ណាហើយបានបែកជា capillary មុននឹងបែកជា capillary គឺមាន pre capillary sphincter ដែលជា smooth muscle cell នេះបងណាហើយផលប្រយោជន៍វាគឺវាសេរីកាលីបបងគឺបើវាបើកវារលាធ្វើឲ្យឈាមហូរចូលមកកាប់រីកើនឡើងប៉ុន្តែបើវាកត្រាក់វាខ្ជិបវិញធ្វើឲ្យឈាមហូរចូលមកក្នុងកាប់រីធ្លាក់ចុះបងហើយកាប់រីនេះសម្រាប់ exchange បងយើងហៅថាកាប់រី bed ណាបងហើយបន្តមកវ៉ៃនីលបងគេនេះវ៉ៃនីលអញ្ចឹងទាំងកាប់រីទាំងវ៉ៃនីលគឺវាលែងមានសន្ទប់ media ដែលកើតឡើងពី smooth muscle cell ហ្នឹងបងគឺវាមានពេល design នៅជុំវិញហ្នឹងបងអញ្ចឹងយើងនិយាយពី capillary ហ្នឹងបង capillary កើតឡើងពីសន្ទប់មួយសន្ទប់នៃ endothelium ព័ទ្ធជុំវិញជាបំពង់បងនៅលើ basal lamina ហ្នឹងឯងហើយនៅជុំវិញ basal lamina ហ្នឹងមានពេល design បងអញ្ចឹងនេះគឺ capillary បង endothelial នេះ endothelial cell ខ្ញុំសុំលុបអ្វីដែលខ្ញុំសរសេរកវេកវាមចេញពីហ្នឹងអញ្ចឹងបងឃើញហើយនេះ capillary នេះគឺរូបគូរបស់ capillary គឺ endothelium ឈរលើ basal lamina នេះហើយ endothelial cell នៃ capillary ភ្ជាប់គ្នាដោយចិននេះបងឃើញយើងហៅ complex syngenous channel complex នេះហើយនេះជាការដឹកអ្វីឆ្លងកាត់ capillary អូនដឹងទេថា capillary សម្រាប់កន្លែងផ្លាស់ប្ដូរបងអញ្ចឹងនេះរបៀបដឹកតាមរយៈអីបងតាមរយៈ endocytosis និង exocytosis នេះអញ្ចឹងរបស់នៅក្នុង lumen របស់ capillary ឆ្លងកាត់ endothelial cell នឹងឯងតាមរយៈ endocytosis ហើយបញ្ចេញមកវិញបងតាមរយៈ exocytosis ណាអញ្ចឹងយើងប្រើពាក្យនេះបងយើងប្រើពាក្យកន្លែងចូលមកនេះយើងប្រើពាក្យ endocytosis ហើយយើងបញ្ចេញមកវិញនេះបងនេះបញ្ចេញមកវិញនេះយើងហៅថា exocytosis នេះដំណើរការឆ្លងកាត់ហ្នឹងហើយ
molecule vesicle ដែលកើតហ្នឹងយើងហៅថា pignocytotic vesicle បងអញ្ចឹងដឹកតាម endocytosis គឺមានអាទីនបងបង្កើតជាថង់មកថង់ហ្នឹងយើងហៅ pignocytotic vesicle ហើយបានរុញថង់ហ្នឹងចេញមកវិញយើងហៅថា exocytosis អញ្ចឹងដំណើរការនេះយើងហៅថា transcytosis បង transcytosis អញ្ចឹងបងឃើញពាក្យថា transcytosis គឺមាន endocytosis ហើយនិង exocytosis គឺឆ្លងកាត់វល្លិរបស់ capillary ហ្នឹងណាបងហើយmolecule វាអាចដោះដូរគ្នាតាមរយៈ junction complex នេះទៀតបងនេះ junction complex នេះគឺវាមានគេហៅថា gap junction ណាបង in communicating junction ទៀតណាអញ្ចឹងបងឃើញ endothelial cell ដែលក្រៅនៅក្នុងសរសៃឈាមយើងហ្នឹងគឺវាមានប្រភពពី mesenchymal cell ដែរបងឃើញទេ mesenchymal cell ឲ្យទៅជា cell ផ្សេងៗរបស់ connective tissue បងអញ្ចឹងបើវាចេញពី mesenchymal cell intermediate filament របស់វានេះបងនេះគឺជា desmin និង vimentin ដែរបងអញ្ចឹងបងឃើញនៅចន្លោះ endothelial cell ហ្នឹងគឺវាមាន junction នេះ junction 2ហ្នឹងឯងបងនេះគឺ zonula occludens ហើយនិង gap junction នៅចន្លោះ endothelial cell ហ្នឹងបងគឺវាភ្ជាប់គ្នាដោយ complex junction មិញហ្នឹងគឺមាន zonula occludens គឺ high junction ណាបងហើយនឹង gap junction occludens junction នេះវាទប់ស្កាត់កុំឲ្យអ្វីៗឆ្លងកាត់ប្រឡោះវាបានណាបងរីឯ gap junction communicating junction ដោះដូរ molecule ទូចៗបានឥឡូវយើងស្គាល់ពី pericyte បង pericyte ក៏ជាកោសិកាដូច smooth muscle cell ដែរវាចេញមកពី mesenchymal cell បងឃើញហើយវាស្ថិតនៅខាងក្រៅព័ទ្ធជុំវិញ capillary ហើយនឹងព័ទ្ធជុំវិញ vanil ណាវាមាន Golgi complex តិចតួចទេ small ទេបងមាន mitochondria មាន OAO កើត protein មាន microtubule ណាពេលនេះវាដូច smooth muscle cell ដែរអញ្ចឹងវាត្រូវមានធាតុផ្សំសម្រាប់កន្ត្រកបងអញ្ចឹងធាតុផ្សំសម្រាប់កន្ត្រកមាន myosin actin tropomyosin នេះហើយនឹង protein kinase នេះអញ្ចឹង protein ទាំង3ហ្នឹងសិតតែតាក់ទងជាមួយ contraction ហ្នឹងហើយ pericyte នេះវាចេញមកពី mesenchymal cell ហើយវាអាចវិវត្តទៅជា smooth muscle cell បានបងទេឬក៏ទៅជា endothelial cell បានក្រោយពី smooth muscle cell ឬក៏ endothelial cell វាខូចខាតណាបងវា injury អញ្ចឹងហ្នឹងគឺលក្ខណៈរបស់ pericyte យើងនិយាយពី capillary បង capillary យើងមាន3ធឺបងយើងមានពាក្យ continuous capillary យើងមានពាក្យ phonetic capillary ហើយនឹងយើងមានពាក្យថា discontinuous capillary អញ្ចឹងខ្ញុំសរសេរជូនបន្តិច capillary យើងមានពាក្យ3នេះណាបងគឺ capillary ដែល continuous capillary ដែល continuous capillary ដែល phoneticហើយនឹង capillary ដែល discontinuousនេះអញ្ចឹង capillary យើងមាន3ធឺហ្នឹងបងខុសគ្នាត្រង់ណាបងចំពោះពាក្យ continuous phonetic ហើយនឹង discontinuous នេះវាខុសគ្នាត្រង់ basal lamina ហើយនឹង endothelium ហ្នឹងឯងបងអញ្ចឹងទី1យើងនិយាយពី endothelium ទី2យើងនិយាយពី basal lamina ខ្ញុំសេកាត់ BL បង basal lamina ចំពោះ continuous capillary endothelium វាអត់មានប្រអួចទេបង endothelium វា non phonetic non phonetic non phonetic ណាបងរីឯ phonetic
capillary វិញគឺមាន endothelium វា phonetic រីឯ discontinuous វិញគឺវា phonetic ដែរបងនេះចំពោះ basal lamina វិញចំពោះ continuous capillary វិញគឺ complete បង complete រីឯ phonetic capillary វិញគឺ basal lamina incomplete បងរីឯ discontinuous វិញគឺ basal lamina វា incomplete ដែរបងអញ្ចឹងនេះជា3 capillary បងដែលយើងមានពាក្យ continuous capillary phonetic capillary discontinuous capillary ហើយលក្ខណៈរបស់វាគឺវាផ្អែកទៅលើ endothelium និង basal lamina ចំពោះ continuous capillary គឺ endothelium របស់វាចិត្តអត់មានប្អួត basal lamina វាគឺចិត្តដែរ complete ដែរបងតែចំពោះ phonetic capillary វិញគឺ endothelium របស់វាមានប្អួតណាសំទោសបង basal lamina របស់វាគឺ complete បងមិន incomplete ទេលោកនេះគឺ complete បងរីឯ discontinuous វិញគឺ endothelium របស់វា phonetic ហើយ basal lamina របស់វា incomplete ណាអញ្ចឹងនឹងជា3 capillary បងដែលវាមានទៅតាមកន្លែងបងនៅក្នុងខ្លួនយើងអញ្ចឹងបងឃើញនេះ continuous capillary អាលឿងនេះ basal lamina បងហើយនេះ endothelium របស់វានេះអញ្ចឹង endothelium របស់វានេះចិត្តបងប្អូននេះ nucleus របស់ endothelium នេះ cytoplasm process របស់ endothelium នេះគឺវាអត់មានប្អួយទេបងប្អូនអញ្ចឹងប្រភេទ continuous capillary endothelium វាអត់ phonetic ហើយ basal lamina របស់វា complete ហើយមាននៅណាខ្លះបងប្អូន continuous capillary នៅនឹង blood brain barrier យើងនឹងឃើញបងប្អូននៅនឹងសាច់ដុំនៅនឹង connective tissue នៅនឹងកំពេញ exocrine បងប្អូនដល់ phonetic capillary វិញគឺមាន basal lamina វាចិត្តបងប្អូននេះ complete ប៉ុន្តែបងប្អូនឃើញ endothelium របស់វាដាច់បងប្អូននេះប្រហោងនេះដាច់ phonetic endothelium ហើយវាមាននៅណាខ្លះនេះបង្ហាញអា phonetic អីមាន diaphragm ហើយនឹងអត់ diaphragm បងប្អូនអាមាន diaphragm គឺវាមាននៅក្នុងកំពេញ endocrine និងពោះវៀនតូចវៀនធំយើងណាបងរីឯអត់មាន diaphragm គឺនៅកន្លែង kidney បង renal glomerulus ហ្នឹងឯងណាចឹងហ្នឹងគឺប្រភេទ phonetic capillary បងរីឯ discontinuous capillary វិញយើងហៅ sinusoid អូនបានស្គាល់នៅក្នុងខួរឆ្អឹងទេបងយើងប្រើពាក្យ sinusoid អញ្ចឹង sinusoid គឺជា discontinuous capillary ជា capillary ដែលចំហបងអនុញ្ញាតឲ្យគ្រាប់ឈាមផ្សេងៗឆ្លងកាត់បានអញ្ចឹងនៅក្នុងខួរឆ្អឹងហ្នឹងឯងបងអញ្ចឹងអូខេទាំង basal lamina ដាច់អស់ហើយទាំង endothelium phonetic អញ្ចឹងមាននៅណាខ្លះនេះអូខេនៅក្នុង liver spleen ហើយនឹងខួរឆ្អឹងហ្នឹងឯងគឺកន្លែងហ្នឹង free ហ្មងបងអនុញ្ញាតឲ្យអ្វីៗឆ្លងកាត់ស្រួលអញ្ចឹងអាហ្នឹងឯងយើងហៅថាជា discontinuous capillary បងអូខេបងយើងសម្រាប់បន្តិចចូលមកវិញយើងនឹងរៀបរាប់ពីមុខងាររបស់ capillary អញ្ចឹងយើងសម្រាប់បន្តិច